បន្លាក់បុកមួយខ្ទឹមម្រេចស្ករប៊ីចេងហើយបន្លាក់វាចោល 4-5 ម៉ោងទៅហើយយើងយកមករៀបនៅក្នុងឆ្នាំងនេះបងមកឆ្នាំង10 ថៃចូលឲ្យជើងផងរួចចាក់ខ្ញុំបុកទឹកស្អាតចូលហើយយើងដាក់ទឹកស្ករខាប់ដើម្បីវាឡើងពណ៌ល្អកូរវាហើយយើងយកទៅចាក់ចូលក្នុងឆ្នាំងថៃដែលយើងសម្រាប់ខហ្នឹងទៅដាក់ឆ្នាំងមកឆ្នាំងเอาឆ្នាំងនេះមកងាស់តែប្រហែលជា45 នាទីឆ្អិនផុយឆ្អឹងខ្ញីនេះចង់ដាក់ខ្ញីឲ្យពេញប៉ះបាំងថៃបាត់ចាប់ក្រោកទៅយើងដាក់mix stew នេះទៅដាក់វា45 នាទីកម្ដៅអានេះកម្ដៅវាអានេះ low នេះ high pressure on ប៉ុណ្ណេះ start ឆ្អិននេះវល់មកពេលដែលលោត6 នាទីហើយយើងត្រូវចាំវាប្រហែលជា30 នាទីចាំឲ្យឆ្នាំងនឹងចុះត្រជាក់បានយើងអាចបើកកើតពេលវានៅក្តៅយើងអត់អាចបើកក្រោបនឹងឆ្នាំងនឹងកើតទេពេលខ្ញុំបើកឡើងឃើញថាវាឆ្អិនហើយប៉ុន្តែវាអត់ទាន់ផុយឆ្អឹងល្អអញ្ចឹងខ្ញុំដាក់ថែម20 នាទីទៀតអញ្ចឹងសរុបទាំងអស់ប្រហែលជា1 ម៉ោង45 30 នាទី20 នាទី1 ម៉ោងគត់